ជាបឋមសូមនមស្ការគុណកៅទាំង3ដោយសេចក្តីគោរពជ្រះថ្លាដល់ពងខ្ពស់សូមនមស្ការកណ្ដាលម្ចាស់គ្រប់ព្រះអង្គគោរពជ្រាបសួរបងប្អូនអ្នកទស្សនាទាំងអស់គ្នាបាទដែលកំពុងទស្សនានាពេលនេះឬក៏នឹងទស្សនានៅពេលណាមួយបាទអញ្ចឹងសម្រាប់បងប្អូនអ្នកមានបិដកនៅនឹងផ្ទះហើយនៅផ្ទះស្រាប់ក៏បើកមកបាទបើអាចបិដកលេខ41សម្រាប់បងប្អូនអ្នកមិនមានទេក៏អាចចូលទៅដូនឡូតពី website ផ្សេងៗមាន website 5000 ឆ្នាំជាដើមឬក៏ក្នុងគេហទំព័ររបស់ខ្ញុំផ្ទាល់គឺ www.sanseche.org ហ្នឹងក៏មានបន្ទប់សៀវភៅដែលមានបត្រៃបិដកនៅក្នុងដែរបាទយើងផ្សាយផ្សំឧបនិស្ស័យបាទហើយថាផ្សាយផ្សំឧបនិស្ស័យអញ្ចឹងជួនកាលយើងគិតថាជារឿងផ្សេងគឺសន្សំការចេះដឹងក្នុងជីវិតយើងនឹងឯងហ្នឹងហើយយើងកាន់តែឃើញច្បាស់ថាពធនេះគឺមិននិយាយរឿងអីក្រៅពីយើងហ្នឹងទេខ្ញុំចេះតែឮយើងស្ដាប់ពធហើយយើងចេះតែនិយាយហ្នឹងស្ដាប់ហើយក៏ហើយទៅវាមិនចាំវាមិនចាំចាំមើលការដែលមិនចាំហ្នឹងវាមកពីអីហ្នឹងហើយឥឡូវខ្ញុំបើកហើយបាទចឹងនៅបិដកលេខ41ទំព័រទី64ក្នុងឃ្នាប69បាទចឹងខ្ញុំអានទាំងបាលីតែម្ដងដើម្បីក្រែងលោបកណាឬក៏បងប្អូនចង់ចេះរបៀបអានបាទតយោមេភិក្ខវេពុក្កលាសន្តោសង្វិជ្ជមេនាឯកស្មលោកស្មੰមនាលភិក្ខុទាំងឡាយបុគ្គល3ពួកនេះរមែងមាននៅក្នុងលោកបាទចាំមើលតើមានប៉ះយើងដែរអត់ណាបាទហ្នឹងហើយអធិស្ឋានផងបងប្អូនខ្ញុំអាចនឹងបញ្ចប់មុនចប់ក៏មានដែរពីព្រោះទូចគេងអញ្ចឹងទៅខ្ញុំឆ្លៀតធ្វើកាលណាគាត់ក្រោកឡើងយើងការមកទាញដងឡាយបាសជើងបាសដៃហើយបើខ្ញុំមិនបានបញ្ចប់ទេសូមបងប្អូនបញ្ចប់ខ្លួនឯងទៅព្រោះខ្ញុំប្រាប់កម្ពីហើយកតមេតយោបុគ្គល3ពួកតើដូចម្ដេចអវៈកុច្ចេបញ្ញោបុគ្គលោឧច្ឆង្គបញ្ញោបុគ្គលោពថុបញ្ញោបុគ្គលោគឺបុគ្គលមានប្រាជ្ញាដូចក្អមផ្កាប់ដូចក្អមផ្កាប់នឹងហៅអវៈកុច្ចេបញ្ញោណាអវៈកុច្ចេបញ្ញោហ្នឹងគឺថាជាបុគ្គលដែលមានបញ្ញាដូចក្អមផ្កាប់ចឹងហើយមួយទៀតបុគ្គលមានប្រាជ្ញាដូចថ្នាក់លិចបងប្អូនស្គាល់ថ្នាក់ក្មេងៗកើតនៅទីក្រុងអាចថាមិនស្គាល់នៅតាមជនបទយើងឧស្សាហ៍ប្រើកម្មាហើយយើងចងមុខវាភ្ជាប់គ្នាទៅហើយយើងស្ពាយដាក់ផ្លែឈើដាក់អីចឹងដាក់ចំណីចំណុកអីចឹងហ្នឹងហើយដូចថ្នាក់លិចឬក៏ថ្នាក់ហ្នឹងវាដាច់ហ្នឹងហើយហ្នឹងក្នុងបាលីកន្លែងឧច្ឆង្គបញ្ញោឧច្ឆង្គបញ្ញោហ្នឹងគឺថាមានបញ្ញាដូចថ្នាក់លិចឬក៏ថ្នាក់ដាច់ហើយមួយទៀតគឺបុគ្គលមានប្រាជ្ញាដ៏ទូលាយបុគ្គលមានបញ្ញាដ៏ទូលាយហ
โดยบาลีថាពថុបញ្ញោបុគ្គលោពថុនឹងប្រែតែធំប្រែតែក្រាស់ប្រែតែច្រើនដូចយើងធ្លាប់លើពាក្យថាពថុជនអញ្ចឹងណាពថុជនគឺជនដែលក្រាស់ក្រែលទៅដោយកិលេសដល់ពថុបញ្ញោនឹងគឺថាបុគ្គលដែលក្រាស់ក្រែលឬក៏ច្រើនដោយបញ្ញាបាទអញ្ចឹងមាន3ហ្នឹងគឺអវកុច្ចបញ្ញោឧច្ឆង្គបញ្ញោហើយនិងពថុបញ្ញោបាទខ្ញុំចង្អុលបល័យប្រាប់ខ្លះៗចឹងទៅគឺយើងលើកយកទៅជជែកគ្នាអីទៅយើងលើកពាក្យបល័យដើមថាណាមកពីណាពាក្យដើមចឹងល្អហើយតទៅទៀតអ៊ីធៈភិក្ខវេឯកចោបុគ្គលោអារាមੰគន្ទ្វាហោតិអភិក្ខណੰភិក្ខូណੰសន្តិកេធម្មសវនាយៈតាសៈភិក្ខូធម្មំទេសេនតិអាតិកល្យាណੰមច្ឆេកល្យាណੰឡើយនេះគួរតែបរិយាសានៈប៉ុន្តែប្រើបភិយាសានៈកល្យាណੰខ្ញុំមិនសូវចេះដែរគួរថាបរិយាសានៈបាទកល្យាណੰសដ្ឋังសព្យញ្ញណੰគេវលៈបរិបុណੰបរិសុទ្ធังព្រមចរិយ៉ាងបកាសេនតិសោតស្មឹងអាសនេនិសណោតាសាកថាយៈនេវាតឹងមនសិករោតេអ្នកមច្ឆੰមនសិករោតេអ្នកបរិយោសានੰនេះបរិយោសានੰមនសិករោតេបុទ្ធិតោបេតំហាអាសនាតាសាកថាយៈនេវាតឹងមនសិករោតេអ្នកមច្ឆੰមនសិករោតេអ្នកបរិយោសានੰមនសិករោតេមនាលភិក្ខុទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះទៅកាន់អារាមហ្នឹងគឺយើងហៅវត្តហងៃហ្នឹងនេះនិយាយទៅស្ដាប់ធម៌ផងណាមិនមែនត្រឹមទៅលេងល្បែងលបាំរំរែកអីផងនេះនិយាយរឿងបុគ្គលខ្លះទៅអារាមទៅស្ដាប់ធម៌នេះនិយាយតែរឿងអ្នកស្ដាប់ធម៌ដែរស្ដាប់ធម៌ក្នុងសំណាក់នៃភិក្ខុនៃពួកភិក្ខុរឿយពួកភិក្ខុសំដែងធម៌មានលំអបទខាងដើមមានលំអបទកណ្ដាលមានលំអបទខាងចុងប្រកាសព្រហ្មចរិយៈប្រកបដោយអត្តប្រកបដោយព្យញ្ជនៈដ៏បរិសុទ្ធបរិបូរណ៍ទាំងអស់ដល់បុគ្គលនោះកាលអង្គុយលើអាសនៈនោះក៏មិនធ្វើទុកក្នុងចិត្តត្រង់ខាងដើមមិនធ្វើទុកក្នុងចិត្តត្រង់កណ្ដាលមិនធ្វើទុកក្នុងចិត្តត្រង់ខាងចុងនៃកថានោះសំបីក្រោកពីអាសនៈនោះហើយក៏មិនធ្វើទុកក្នុងចិត្តត្រង់ខាងដើមត្រង់កណ្ដាលនិងខាងចុងនៃកថានោះដែរការធ្វើទុកក្នុងចិត្តក្នុងទីនេះបើយើងនិយាយឲ្យងាយស្ដាប់មកគឺថាមិនយកចិត្តទុកដាក់គឺមិនផ្ចិតផ្ចង់មិនយកចិត្តទុកដាក់មិនប្រុងប្រៀបមិនសង្កេតក្នុងការស្ដាប់ហ្នឹងទេហ្នឹងហើយគឺអ្នកមនសិការោហ្នឹងគឺថាមិនផ្គងចិត្តមិនយកចិត្តទុកដាក់ក្នុងការស្ដាប់អញ្ចឹងវាមិនមែនមកពីគាត់មិនឆ្លាតទេគឺថាគឺមិនយកចិត្តទុកដាក់ស្ដាប់ហ្នឹងហើយជួនកាលដូចយើងឥឡូវនេះជួនកាលយើងស្ដាប់ឲ្យតែមកដេកលក់អីចឹងណាវាមានបានយកចិត្តទុកដាក់ស្ដាប់អីមានឯក្នុងហ្នឹងស្ដាប់ធ្លាប់ស្ដាប់ព្រះអង្គសានសុជាពីមុនអញ្ចឹងទៅស្ដាប់ទៅដេកលក់ទៅមិនបានស្ដាប់ទេដេកលក់ដូច្នេះអត់បានយកចិត្តទុកដាក់ក្នុងការស្ដាប់អីទេឃើញទេតែអញ្ចឹងក៏វាមិនជាបានយល់ដឹងអីទេវាគ្រាន់តែថាស្ដាប់ទៅដេកលក់អីប៉ុណ្ណឹងដល់ព្រះអង្គចាសានសុជាសឹកទៅវាខឹងតិចផងក៏ដេកលេងលក់ទៅឃើញទេព្រោះវាអត់បានយល់ទេវាខណ្ឌតែបរោះសំឡេងហើយពេញចិត្តមនុស្សផងកាលនោះ
ហើយខ្ញុំគិតថាអ្នកដែលស្ដាប់ធម៌ប្រាថ្នាត្រឹមតែមកដេកលក់នឹងច្រើនណាស់បាទអញ្ចឹងបន្តទៅទៀតសយថាបិភិក្ខវេកំភោនិកជោតត្រៈឧតកੰអាសតੰវិវត្តតិណូសន្ធាតិអេវមេបខោភិក្ខវេអេកច្ចោបុគ្គលោអារាមੰគន្វាហោតិអភិក្ខណੰភិក្ខូណੰសន្តិកេធម្មសវនាយៈតស្សៈភិក្ខុធម្មំទេសេនតិអាតិកល្យាណੰមច្ឆេកល្យាណੰបរិយោសានកល្យាណੰសត្ថាំងសព្យញ្ញੰទេវលបរិបុណੰបរិសុទ្ធធាំងព្រមចរិយੰបកាសេនតិសោតស្មੰអាសនេនិសណោតស្សាកថាយៈនេវេតੰមនសិករោតិអ្នកមច្ឆੰមនសិករោតិអ្នកបរិយោសានੰមនសិករោតិវុទ្ធិតោបិតាមហាអាសនាតស្សាកថាយៈនេវេតੰមនសិករោតិនមច្ឆੰមនសិករោតិអ្នកបរិយោសានੰមនសិករោតិអយ៉ាងវិជ្ជតិភិក្ខវេអវៈកច្ចបញ្ញោបុគ្គលោព្រះអង្គបញ្ជាក់ច្បាស់មនាលភិក្ខុទាំងឡាយដូចជាក្អមផ្កាប់បងប្អូនស្គាល់ក្អមផ្កាប់ទេតិចទៀតចប់ពី3ដកទៅខ្ញុំទៅបញ្យល់នៅក្នុងអត្ថកថាដែលលោកបញ្យល់ពីលំអបទដើមបទកណ្ដាលអីចឹងណាបាទហើយក្អមផ្កាប់ហ្នឹងមិនហើយថ្នាក់នឹងវលិចហ្នឹងមិនបញ្យល់បន្ថែមទៀតដើម្បីឲ្យកាន់តែយល់មនាលភិក្ខុទាំងឡាយដូចជាក្អមផ្កាប់ទឹកដែលគេចាក់ទៅលើក្អមនោះក៏ហូរចេញអស់ទៅមិនដកនៅបានយ៉ាងណាមិញមនាលភិក្ខុទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះទៅកាន់អារាមស្ដាប់ធម៌ក្នុងសំណាក់នៃភិក្ខុទាំងឡាយរឿយភិក្ខុទាំងឡាយក៏សម្ដែងធម៌មានលំអបទខាងដើមមានលំអបទកណ្ដាលមានលំអបទចុងហើយប្រកាសព្រហ្មចរិយៈប្រកបដោយអត្ថប្រកបដោយព្យញ្ជនៈដ៏បរិសុទ្ធបរិបូរណ៍ទាំងអស់ដល់បុគ្គលនោះកាលដែលអង្គុយលើអាសនៈនោះក៏មិនធ្វើទុកក្នុងចិត្តត្រង់ខាងដើមមិនធ្វើទុកក្នុងចិត្តត្រង់កណ្ដាលមិនធ្វើទុកក្នុងចិត្តត្រង់ខាងចុងនៃកថានោះទុកជាក្រោកអំពីអាសនៈនោះហើយក៏នៅតែមិនធ្វើទុកក្នុងចិត្តត្រង់ខាងដើមមិនធ្វើទុកក្នុងចិត្តត្រង់កណ្ដាលមិនធ្វើទុកក្នុងចិត្តត្រង់ខាងចុងនៃកថានោះក៏យ៉ាងនោះដែរមនាលភិក្ខុទាំងឡាយនេះហៅថាបុគ្គលមានប្រាជ្ញាដូចជាក្អមផ្កាប់បាទតែយើងអាចសង្កេតឃើញអញ្ចឹងទេបងប្អូនដូចយើងសពថ្ងៃក្អមផ្កាប់ច្រើនឧទាហរណ៍ក្នុងកម្មវិធីបុណ្យមួយឧទាហរណ៍ខ្ញុំធ្លាប់ដឹងថាសម្បូរអ្នកក្អមផ្កាប់គឺជាកម្មវិធីស្ដាប់ធម៌បង្គ្រប់កិច្ចបាទមិនមែនជាបានតាំងចិត្តថាស្ដាប់ធម៌ហ្នឹងដើម្បីផ្ទៀងផ្ទាត់ឲ្យវាបានចេះដឹងពីការស្ដាប់ហ្នឹងទេខ្ញុំមិនឃើញមនុស្សច្រើនដែលថាស្ដាប់ធម៌តាមកម្មវិធីបុណ្យហ្នឹងស្ដាប់ឲ្យចេះខ្ញុំមិនដែលគិតចឹងអត់ដែលឃើញអញ្ចឹងដែរអាហ្នឹងដែលខ្ញុំឃើញផ្ទាល់ហ្នឹងកាលដែលខ្ញុំមិនសូវល្បីមិនសូវគេស្គាល់អីចឹងទៅចឹងទៅទេសទៅលោកទេសទៅអ្នកស្ដាប់ទៅហាក់ដូចជាស្ដាប់យកដៃគ្នាអញ្ចឹងណាហ្នឹងហើយចប់ទៅក៏សាធុចឹងទៅហើយមើលទៅរបៀបអញ្ចឹងអត់មានយកចិត្តទុកដាក់ផងហ្នឹងអត់ជួនកាលកេះគ្នាលេងនិយាយគ្នាលេងអញ្ចឹងណាអញ្ចឹងទៅសួរតែពួកគាត់បើយើងនិយាយពីជាជនសាមញ្ញទូទៅក្នុងលោកគាត់មិនមែនល្ងងទេប៉ុន្តែសម្រាប់ធัวហ្នឹងកន្លែងហ្នឹងដូចជាក្អមផ្កាប់ចឹងដែរអ្នកដែលចាក់ទឹកដោយការប្រកាសសម្ដែងហ្នឹងទោះសម្ដែងយ៉ាងម៉េចក៏វាមិនចូលដែរមិនចឹងដែលឃើញបងប្អូនដែលឃើញក្នុងកម្មវិធីសម្ដែងពធហើយមនុស្សអត់យកចិត្តទុកដាក់ស្ដាប់ហ្នឹងសរុបមកអត់យកចិត្តទុកដាក់ស្ដាប់ផងប៉ុន្តែហើយដូចថាប៉ុនឯងទៅហើយវាទៅណាវាមិនកើតហ្នឹងហើយជាពិសេសទៅទៀតនោះដូចអ្នក
រៀងត្រឹសអ្នករៀងស្ដុកស្ដំអីហ្នឹងកាន់តែរៀងយកមិនយកចិត្តទុកដាក់ទៀតហ្នឹងហើយទូរស័ព្ទក៏មិនបិទអីក៏មិនបិទដែរតែទៅដល់គេទេទៅនេះទេទៅនោះដូចវល់វល់ណាស់អញ្ចឹងណាវល់វល់មែនហើយប៉ុន្តែសួរថាមានឲ្យតម្លៃនៃការស្ដាប់ធម៌នឹងតាំងពីខាងដើមតាំងពីកណ្ដាលតាំងពីចុងមានទេអត់ទេតិចហើយអញ្ចឹងមិនយល់ធម៌ហ្នឹងវាសំតាមបច្ច័យហ្នឹងមែនទេវាសំតាមបច្ច័យហ្នឹងហើយអញ្ចឹងបានក៏អនុមោទនាដែរអ្នកដែលមានតំណែងធំធំហើយអ្នករស់ស៊ីធំធំហើយអាចដាក់ចិត្តស្ដាប់បានសម័យនេះខ្ញុំក៏ឃើញច្រើនគួរសមដែរដែលថាងាកមកឃើញថាអូធម៌នឹងមានតម្លៃដាក់ចិត្តដាក់កាយស្ដាប់សិក្សាអីហ្នឹងណាបាទប៉ុន្តែពីមុនមកអញ្ចឹងឯងមិនដែលឃើញវាអាចមកពីធัวដែលសំដែងនោះវាខ្វះលំអដែរតាមមើលវាត្រូវអាស្រ័យគ្នាទៅវិញទៅមកដែរតិចទៀតខ្ញុំនឹងបញ្យល់ថាតើធัวដែលមានលំអបត់ដើមលំអបត់កណ្ដាលលំអបត់ចុងហ្នឹងមានន័យថាម៉េចហ្នឹងហើយយើងក៏មិនអាចបន្ទោសតែអ្នកស្ដាប់ទៅគេមិនយកចិត្តទុកដាក់បានដែរពីព្រោះបើធัวហ្នឹងវាខ្វះលំអបត់ដើមខ្វះលំអបត់កណ្ដាលខ្វះលំអបត់ចុងបើទោះជាគេចំណាយពេលដើម្បីស្ដាប់ក៏គេខាតដែរនោះវាអត់បានទទួលនៅអត្តនិងព្យញ្ជនៈដ៏ល្អអញ្ចឹងណាបាទអញ្ចឹងបន្តទៅទៀតហ្នឹងក្អមផ្កាប់ណាក្អមផ្កាប់ហ្នឹងយើងយល់បដាហើយប៉ុណ្្នឹងអញ្ចឹងយើងមានទឹកច្រើនចាក់ឲ្យយ៉ាងណាក៏ដោយបើក្អមនឹងវាផ្កាប់ទេវាមិនអាចចូលទៅក្នុងបានទេហ្នឹងហើយបាទដោយក្អមផ្កាប់ទៅទៀតកតមោចភិក្ខវេឧច្ឆង្គិបញ្ញោបុគ្គលោមនាលភិក្ខុទាំងឡាយចុះបុគ្គលមានប្រាជ្ញាដូចម្ដេចដូចចុះបុគ្គលមានប្រាជ្ញាដូចថ្នាក់លិចតើដូចម្ដេចថ្នាក់ទៅវាលិចវាដាចហ្នឹងទៅដូចម្ដេចអ៊ីធភិក្ខវេអេកច្ចោបុគ្គលោអារាមង្គន្តាហោតិអភិក្ខណੰភិក្ខុណੰសន្តិកេធម្មសវនាយៈតស្សៈភិក្ខុណੰធម្មងទេសេនតេអតិកល្យាណੰមច្ឆេកល្យាណੰបរិយោសានកល្យាណੰសត្ថាំងសព្យញ្ញនំគេវលៈបរិបុណੰបរិសុទ្ធាំងព្រមចរិយ៉ាងបកាសេនតេសោតស្មឹងអាសនេនិសណោតស្សកថាយៈអាតិមបេមនសិករោតេមជ្ឈិមបេមជ្ឈំបេមនសិករោតេបរិយោសានំបេមនសិករោតេវុទ្ធិតោតាមហាអាសនាតស្សាកថាយៈនេវេតឹងមនសិករោតេនមច្ឆੰមនសិករោតេអ្នកបរិយោសានំមនសិករោតេនេះបុគ្គលទី2គ្រាន់បើជាងទី1បន្តិចហ្នឹងហើយមនាលភិក្ខុទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះទៅកាន់អារាមស្ដាប់ធម៌ក្នុងសំណាក់ភិក្ខុទាំងឡាយរឿយភិក្ខុទាំងឡាយក៏សម្ដែងធម៌មានលំអបត់ខាងដើមមានលំអបត់កណ្ដាលមានលំអបត់ខាងចុងប្រកាសព្រមចរិយៈប្រកបដោយអត្តប្រកបដោយព្យញ្ជនៈដ៏បរិសុទ្ធបរិបូរណ៍ទាំងអស់ដល់បុគ្គលនោះកាលអង្គុយលើអាសនៈនោះធ្វើទុកក្នុងចិត្តត្រង់ខាងដើមផងធ្វើទុកក្នុងចិត្តត្រង់កណ្ដាលផងធ្វើទុកក្នុងចិត្តត្រង់ខាងចុងផងនៃកថានោះដែរតែលុះក្រោកចេញអំពីអាសនៈនោះទៅហើយក៏មិនធ្វើទុកក្នុងចិត្តត្រង់ខាងដើមមិនធ្វើទុកក្នុងចិត្តត្រង់កណ្ដាលមិនធ្វើទុកក្នុងចិត្តត្រង់ខាងចុងនៃកថានោះឡើយហ្នឹងហើយមិនទេចឹងវាក្រំជាងទី1បន្តិចទី1ដូចក្អមផ្កាប់ហ្នឹងគឺទាំងពេលស្ដាប់ទាំងពេលក្រោកចាកអាសនៈកន្លែងស្ដាប់ហ្នឹងក៏គ្មានខ្វល់អីដែរមិនបានចងចាំអីយកមកគិតយកមកពិចារណាអីទេអត់ទេវាអត់មានអីយកមកពិចារណាព្រោះវាអត់ទទួលតាំងពីពេលអង្គុយនៅក្នុងម៉េះតែទី2នេះពេលអង្គុយស្ដាប់គឺគេឯងចឹងទៅដឹងថាលោកនិយាយពីរឿងអីចឹងទៅប៉ុន្តែដល់ពេលស្ដាប់ហើយក៏ហាក់ដូចជាមិនខ្វល់ខ្វាយអីទេធ្វើអីផ្សេងក៏បំភ្លេចអាហ្នឹងចោលអស់ទៅហ្នឹងក៏សម្បូរដែរចឹងណាបាទ
សយថាបេភិក្ខវេបរិសាសៈឧច្ឆង្គេនានាខច្ចកានិអាកណ្ណានិតិលាតណ្ឌុលាមោទកាពតរាសោតមហាអាសនាវុទ្ធហន្តោសតិសម្មោសាបករយៈអេវមេវៈខោភិក្ខវេអ៊ីថេកច្ចោបុគ្គលោអារាមង្គន្ត្វាហោតេអភិក្ខណੰភិក្ខូណੰសន្តិកេធម្មសវណ្ណយៈតស្សភិក្ខូធម្មងទេសេនតេកល្យាណអាតិកល្យាណងមច្ឆេកល្យាណងបរិយោសានកល្យាណងសត្ថੰសព្ជញ្ញនាងគេវលៈបរិពុណੰបរិសុទ្ធំព្រមចរិយ៉ាងបកាសេនតេសោតស្មិងអាសនេនិសណោតស្សាកថាយៈអាតិមបេមនសិការោតេមច្ឆំបេមនសិការោតេបរិយោសានំបេមនសិការោតេបុថោបេតមហាអាសនាតស្សាកថាយៈនេវតឹងមនសិការោតេអ្នកមច្ឆំមនសិការោតេអ្នកបរិយោសានំមនសិការោតេអយ៉ាងបុចតេភិក្ខវេឧច្ឆង្គិបញ្ញោបុគ្គលោមនាលភិក្ខុទាំងឡាយដូចជាបង្អែមផ្សេងហ្នឹងព្រះអង្គប្រៀបដូចជាបង្អែមផ្សេងដែលលាយច្រឡំគ្នាគឺមានល្ងអង្ករនំម្សៅផ្លែពត្រាក្នុងថ្នាក់លិចនៃបរោះនោះកាលក្រោកអំពីអាសនៈនោះក៏ជ្រុះរត់រាយព្រោះភ្លេចស្មារតីយ៉ាងណាមិញមនាលភិក្ខុទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះទៅកាន់អារាមស្ដាប់ធម៌ក្នុងសំណាក់ភិក្ខុទាំងឡាយរឿយភិក្ខុទាំងឡាយក៏សម្ដែងធម៌មានលម្អបទខាងដើមមានលម្អបទកណ្ដាលមានលម្អបទខាងចុងប្រកាសព្រហ្មចរិយធម៌ប្រកបដោយអត្ថប្រកបដោយព្យញ្ជនៈដ៏បរិសុទ្ធបរិបូរណ៍ទាំងអស់ដល់បុគ្គលនោះកាលអង្គុយលើអាសនៈនោះក៏ធ្វើទុកក្នុងចិត្តត្រង់ខាងដើមផងធ្វើទុកក្នុងចិត្តត្រង់កណ្ដាលផងធ្វើទុកក្នុងចិត្តត្រង់ខាងចុងនៃកថានោះលុះក្រោកអំពីអាសនៈនោះទៅក៏មិនធ្វើទុកក្នុងចិត្តត្រង់ខាងដើមមិនធ្វើទុកក្នុងចិត្តត្រង់កណ្ដាលមិនធ្វើទុកក្នុងចិត្តត្រង់ខាងចុងនៃកថានោះក៏យ៉ាងនោះដែរហ្នឹងហើយអញ្ចឹងឧបមាដូចបរោះដែលអង្គុយបរិភោគនៅចំណីផ្សេងដែលបានដាក់ទុកនៅក្នុងថ្នាក់ហ្នឹងមាននំដែលធ្វើលាយគ្នាមានផ្លែពត្រាមានព្រួយអង្គធ្វើពីល្ងអីជាដើមហ្នឹងពេលបរិភោគបានដែរប៉ុន្តែពេលក្រោកឡើងទៅអាថ្នាក់វាលេចទៅវារបូតអស់ទៅដូចស្ដាប់ហើយអញ្ចឹងដឹងដែរប៉ុន្តែស្ដាប់ហើយទៅក៏មិនបានយកមកគិតយកមកពិចារណាអីទេបានអស់ទៅអាហ្នឹងយើងក៏សបោដែរមែនទេហ្នឹងហើយសបោហ្នឹងហើយដឹងដែរពេលលោកនិយាយអីក៏សើចលេងគេឯងប៉ុន្តែដូចថាវាមិនបានទុកជាសេចក្តីសំខាន់អីបាទហើយក៏ក្រោកឡើងទៅក៏ភ្លេចអស់ទៅសបោដែរអាហ្នឹងចុងក្រោយកតមោចៈភិក្ខវេបថុបញ្ញោបុគ្គលោមនាលភិក្ខុទាំងឡាយអានេះសរុបសិនបុគ្គលដូចនេះឈ្មោះថាដូចជាថ្នាក់លិចបាទបន្តទៀតកតមោចៈភិក្ខវេបថុបញ្ញោបុគ្គលោមនាលភិក្ខុទាំងឡាយចុះបុគ្គលមានប្រាជ្ញាដ៏ទូលាយតើដូចម្ដេចអ៊ីថភិក្ខវេឯកច្ចោបុគ្គលោអារាមង្គន្ត្វាហោតេអភិក្ខណੰភិក្ខូណੰសន្តិកេធម្មសវណ្ណាយៈតស្សភិក្ខូធម្មងទេសេនតេអតិកល្យាណងមច្ឆេកល្យាណងបរិយសោនបរិយោសានកល្យាណងសត្ថាំងសបញ្ញនាងគេវលបរិពុណੰបរិសុទ្ធំព្រមចរិយ៉ាងបកាសេនតេសោតស្មੰអាសនេនិសណោតស្សាកថាយៈអាតិមបេមនសិការោតេមច្ឆំបេមនសិការោតេបរិយោសានំបេមនសិការោតេវុទ្ធិតោបេតមហាអាសនាតស្សាកថាយៈអាតិមបេមនសិការោតេមច្ឆំបេ
Mana sekaraote para yosa nampe mana sekaraote. Jom, punya ai con. Cùng jom, cùng jom, cùng jom. Cùng jom, cùng jom. Mana bị khóទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះទៅកាន់អារាមស្ដាប់ធម៌ក្នុងសំណាក់ភិក្ខុទាំងឡាយរឿយៗmanaភិក្ខុទាំងឡាយភិក្ខុទាំងឡាយក៏សម្ដែងធម៌មានលំអបទខាងដើមមានលំអបទកណ្ដាលមានលំអបទខាងចុងប្រកាសព្រមចរិយៈប្រកបដោយអត្តប្រកបដោយព្យញ្ជនៈដ៏បរិសុទ្ធបរិបូរណ៍ទាំងអស់ដល់បុគ្គលនោះកាលអង្គុយលើអាសនៈនោះក៏ធ្វើទុកក្នុងចិត្តត្រង់ខាងដើមផងធ្វើទុកក្នុងចិត្តត្រង់កណ្ដាលផងធ្វើទុកក្នុងចិត្តត្រង់ខាងចុងផងនៃកថានោះទុកជាក្រោកអំពីអាសនៈនោះទៅហើយក៏នៅតែធ្វើទុកក្នុងចិត្តត្រង់ខាងដើមផងធ្វើទុកក្នុងចិត្តត្រង់កណ្ដាលផងធ្វើទុកក្នុងចិត្តត្រង់ខាងចុងផងនៃកថានោះទៀតហ្នឹងហើយសយថាបិភិក្ខវេកំភោឧកតថោតត្រឧតកੰអាសតੰសន្ធាតិណូវិវត្តតិអេវមេវខោភិក្ខវេអ៊ីថេកច្ចោបកលោអារាមង្គន្តាហោតិអភិក្ខណੰភិក្ខូណੰសន្តិកេធម្មសវនាយៈតស្សភិក្ខូធម្មងទេសេនតេអតិកល្យាណੰមច្ឆេកល្យាណੰបរិយោសានកល្យាណੰសត្ថੰសព្ជញ្ញណੰទេវលបរិបុណੰបរិសុទ្ធទាំងព្រមចរិយ៉ាងប្រកាសេនតិសោតស្មੰអាសនេនិសណោតស្សាកថាយៈអាតិមបិមនសិករោតិអច្ឆមមច្ឆមបិមនសិករោតិបរិយោសានំបិមនសិករោតិវុទ្ធិតោបិតាមហាអាសនាតស្សាកថាយៈអាតិមបិមនសិករោតិហ្នឹងហើយមនាភិក្ខុទាំងឡាយដូចជាក្អមផ្ងាផ្ទុយជាមួយទី1ដូចក្អមផ្ងាណាទី1គឺក្អមផ្កាប់អានេះគឺក្អមផ្ងាទឹកដែលគេចាក់ក្នុងក្អមនោះក៏ដក់នៅមិនហូរចេញទៅបានយ៉ាងណាមិញមនាលភិក្ខុទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះទៅកាន់អារាមស្ដាប់ធម៌ក្នុងសំណាក់ភិក្ខុទាំងឡាយរឿយៗភិក្ខុទាំងឡាយក៏សម្ដែងធម៌មានលំអបទខាងដើមមានលំអកណ្ដាលបទកណ្ដាលមានលំអបទខាងចុងប្រកាសព្រមចរិយៈប្រកបដោយអត្តប្រកបដោយព្យញ្ជនៈដ៏បរិសុទ្ធបរិបូរណ៍ទាំងអស់ដល់បុគ្គលនោះកាលអង្គុយលើអាសនៈនោះក៏ធ្វើទុកក្នុងចិត្តត្រង់ខាងដើមផងធ្វើទុកក្នុងចិត្តត្រង់កណ្ដាលផងធ្វើទុកក្នុងចិត្តត្រង់ខាងចុងផងនៃកថានោះទុកជាក្រោកអំពីអាសនៈនោះហើយក៏នៅតែធ្វើទុកក្នុងចិត្តត្រង់ខាងដើមធ្វើទុកក្នុងចិត្តត្រង់កណ្ដាលធ្វើទុកក្នុងចិត្តត្រង់ខាងចុងនៃកថានោះទៀតមនាលភិក្ខុទាំងឡាយនេះហៅថាបុគ្គលមានប្រាជ្ញាដ៏ទូលាយប្រាជ្ញាដ៏ទូលាយអ៊ីមេខោភិក្ខវេតយោបកលោសន្តោសង្វិជ្ជមានីលោកស្មន្តិមនាលភិក្ខុទាំងឡាយបុគ្គល3ពួកនេះរមែងមាននៅក្នុងលោកបាទអញ្ចឹងសេចក្តីប៉ុណ្ណេះសឹងថាយើងមិនមើលអត្ថកថាបន្ថែមក៏យើងអាចយល់បានដែរអញ្ចឹងវាពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ពាក់ព័ន្ធនឹងយោនិសោមនសិការៈវាគ្មានអ្នកណាឆ្លាតជាងនរណាប្រមាណនេះមែនទេវាស្រេចហើយការគេហៅថា mindset គឺការដែលផ្គងចិត្តយ៉ាងណាសំខាន់ឲ្យសេចក្តីសំខាន់លើអីតែកាលណាយើងឲ្យសេចក្តីសំខាន់លើអីចិត្តគំនិតរបស់យើងវាមិននឹងប្របាញ់ទៅក្នុងហ្នឹងវានឹងធ្វើការនៅក្នុងរឿងហ្នឹងបានល្អហើយហ្នឹងហើយអញ្ចឹងបានយើងមិនតាន់បានដាក់នៅសេចក្តីព្យាយាមឬក៏ការយកចិត្តទុកដាក់ឲ្យអស់ពីចិត្តពីថ្លើមផងហើយចិត្តទៅពិបាកណាស់ចេះអញ្ចោះអីទេពិតមនុស្សយើងសិតតែបកាយទេគ្រាន់តែថាពូកែនៅក្នុងផ្នែកដែលជាចំណង់ចំណូលចិត្តអញ្ចឹងស្អីដែលធ្វើរឿយស្អីដែលចូលចិត្តធ្វើរឿយបកាយរឿងហ្នឹងហើយដូចបងប្អូនយើងដែលធ្វើកិច្ចការងារអ្វីមួយហ្នឹងគាត់ព្យាយាមធ្វើយូរទៅបកកែរឿងនោះដូចតែរៀនគូយូរទៅវាស្ទាត់រឿងគូទៅរៀនធ្វើជាងតងជាងនាឡិកា
ទៅវា start រឿងហ្នឹងទៅរៀន IT ទៅវា start រឿង IT ទៅតែថាឲ្យគាត់មក start គ្រប់រឿងអត់ទេសំខាន់គឺថាគាត់ឲ្យសេចក្តីសំខាន់ទៅលើអីឥឡូវខ្ញុំនាំចិត្តកំណត់បងប្អូនមកយល់ដឹងបន្ថែមពីពាក្យថាពធដែលមានលំអបត់ដើមហើយនឹងបត់កណ្ដាលហើយលំអបត់ចុងមានច្រើនន័យជាងកាយយើងមិនសិក្សាបន្ថែមឲ្យល្អក្នុងអត្ថកថាយើងដឹងតែមួយន័យ2 3ន័យអីហ្នឹងខ្ញុំដឹងតែ2 3អីប៉ុណ្្នឹងដែរដឹងអស់ដល់មើលអត្ថកថាទៀតអូមានច្រើនន័យទៀតអញ្ចឹងពេលដែលខ្ញុំចែកធម្មទានទៅហ្នឹងក៏ឈ្មោះថាខ្ញុំរៀនទៀតដែរបាទខ្ញុំមិនចេះទាំងអស់ទេអត់ទេប៉ុន្តែថាបានដឹងថាល្អទៅក៏យកមកចែកពុទ្ធបរិស័ទឬក៏មិនមែនជាពុទ្ធបរិស័ទក៏ដោយឲ្យតែមានបំណងក្នុងការស្ដាប់បាទអញ្ចឹងពធដែលមានលំអបត់ដើមបត់កណ្ដាលបត់ចុងនេះគឺមាន2ចំណែកទី1ដោយទេសនាធម៌ទី2ដោយសាសនធម៌ហ្នឹងហើយទេសនាធម៌គឺពាក់ព័ន្ធនឹងធម្មកថាឬក៏ភិក្ខុសង្ឃលោកលើកមកសម្ដែងម្ដងម្យាមអញ្ចឹងហៅថាទេសនាធម៌ដល់ទៅសាសនធម៌គឺជាលំអនៃព្រហ្មចរិយធម៌នឹងតែម្ដងអញ្ចឹងណាបានជាចែកជា2យ៉ាងនេះពីព្រោះថាក្នុងការដែលលើកមកសម្ដែងម្ដងម្កាលហ្នឹងវាមិនអាចលើកជាសាសនធម៌មកទាំងអស់ទេវាប្រកាសជាបានតែចំណែកណាមួយហ្នឹងហើយអញ្ចឹងបានជាចែកទាំងពីរជាទេសនាធម៌ដែលជាធម៌ដែលឧទ្ទិសឡើងសម្ដែងឡើងនៅពេលណាមួយហ្នឹងវាជាចំណែកនៃធម៌ណាមួយមិនមែនជាសាសនធម៌ទាំងមូលទេអញ្ចឹងបានជាការចែកលំអបត់ដើមបត់កណ្ដាលបត់ចុងហ្នឹងគឺផ្សេងគ្នាយ៉ាងនេះឥឡូវយើងចែកពីទេសនាធម៌ដែលមានលំអបត់ដើមលំអបត់កណ្ដាលលំអបត់ចុងណាអញ្ចឹងបងប្អូនអាចសង្កេតឃើញហើយថាតើធម្មកថាណាលោកទេសនាមានលំអណាជាវិខក៏ដោយជាសាមណេរក៏ដោយជាបាសកបាសិកាក៏ដោយដែលលើកធัวមកសំដែងនឹងមានលំអឬអត់អានឹងយើងសិក្សាទៅអំពីលំអនៃធัวនឹងមិនលើកពីទឹកថៃរបស់ខ្លួនឯងនិយាយកប្លុកកប្លែងរឿងស្អីជាថាធัวដែរអានឹងអត់ល្អទេយូរយើងច្រឡំបល់អស់បាទលោកលើកឧទាហរណ៍អញ្ចឹងឧទាហរណ៍ថាក្នុងការដែលលោកសំដែងណាវាចែកជា3ចែកជា3យ៉ាងម៉េចទី1គឺអាតិកល្យាហ្នឹងគឺស្អាតខាងដើមឬក៏ល្អខាងដើមស្មើនឹងសេចក្តីផ្ដើមណាសេចក្តីផ្ដើមហ្នឹងហើយដល់ទៅមច្ឆេកល្យានល្អឬក៏ស្អាតកណ្ដាលហ្នឹងគឺស្មើនឹងតួសេចក្តីបើយើងប្រៀបជាមួយនឹងតែងសេចក្តីណាហ្នឹងហើយដល់ទៅបរិយោសានកល្យានគឺស្អាតខាងចុងឬក៏ល្អខាងចុងគឺស្មើនឹងពេលដែលធ្វើមតិសញ្ញោបញ្ចប់សរុបបញ្ចប់បាទហើយអត្ថកថាលោកបញ្ជាក់ទៀតថាដែលឈ្មោះថាស្អាតដែលឈ្មោះថាល្អហ្នឹងគឺមានសេចក្តីថាញ៉ាំងបុគ្គលអ្នកស្ដាប់ហ្នឹងឲ្យចម្រើនហើយក្នុងកថាហ្នឹងមិនមានទោសណាវាមិនមានទោសឬក៏មិនបំផ្លាញប្រយោជន៍ហ្នឹងហៅថាលំអឬក៏ល្អហ្នឹងឯងហ្នឹងហើយឥឡូវឧទាហរណ៍មានការលើកឡើងជាយ៉ាងនេះទេសនាដែលល្អបត់ដើមល្អបត់កណ្ដាលល្អបត់ចុងហ្នឹងមាន3លក្ខណៈសម្គាល់ហ្នឹងហើយលើកទី1លោកលើកថាចតុបាតិតិកៈគាថាយៈបឋមបទាំងអាតិណាឧទាហរណ៍ថា4គាថាឧទាហរណ៍ថាលោកសំដែង4គាថាអញ្ចឹង4គាថាហ្នឹងបឋមបទាំងអាតិហ្នឹងហើយអូមានអ្នកសារមកថាមានអ្នកជូនលុយភ្ជុំទៀតបាទសាធុចតុបពិតិក
chạ tốc à, chạ tốc bạ tị cạ kia thà dạ nè nghe chân không bẩn đa kia thà buôn thì họ là lục sầm đài buôn kia thá nè nghe ấy con ô anh đang mềm mạp lên không nè bần đa buôn kia thà nắng bạ thầm mẹ bạ téng tị nè chân bọt mơ để cho lòng play mà chụp kia tha buôn bọt mình buôn kia tha sum tổ tia lục lượng mà kia thá đó mình oi bắt đào bắt cái đá lá lượng mà kia thá phù mà kia thá với chai chỉ buôn bạt nè nghe buôn bạt tia họ thà nịch chá vẹt tạ sang khà ra nứng mà bạt hàng đá hàng mà ba đó nừng tầm bảy pịa nữa vì miền buôn buôn clear mà kia tha nừng oppa tẹo vẽ dạ terminal nâng mà ba tiệt oppa chit hòa để rồi chọn tệ nâng mà ba tiệt tê sang vũ bạ sa máu sổ khảo nâng mà ba tiệt chẳng về việc biên buôn bạt không mà kia tha miền buôn bạt đã bài nhá bạt này kia tha pe dân đạp thô bạt nàyไปkia tha tha anh ấy cha vật sang khà ra chẳng bên đây tha lục lực mình để lực mà bạt bị bạt đây chẳng chẳng nơi không chùm này buôn bạt nâng này kia tha muối nâng lục tha bạ thầm mẹ bật tiếng tị đó bọt đầm bốn cứ mua tha bọt hàng đào nên ngày hay thuê bật tiền nít mặt chẳng hay pi bọt cần đá chặt tục tha cần đào của theo được anh cha bật sang khá ra nâng bạ thầm mẹ bật tiếng hàng đào oppa từ vẹn dạ terminal muối oppa chật van rồi chọn tệ muối pi bọt cần đá nâng chặt tục tha mặt chè chặt tục tha tròn cần đào vẽ xa là bật tiếng và để giao sản nặng hay nó sol cái tôi kê mà bọt tiền nấng hai thà bọt chồng nấng nông này muối không mà kia thá với chai chỉ buồn chẳng nè nấng dừng trẻ mà này nè nấng tê sana làm bọt đơm làm bọt cần đá làm bọt chồng chẳng bờ lục lực chỉ kia thà muối để lục pol thà là sạt thắng nó cứประกอบដោយอัดhay nâng sạp trên chân nẹ nâng cứ trên chân nẹ đôi là mình đây là chết ba mình phải làm phải lóm á và từ sạt thang cứ mau bị sạt nâng ạt thang nâng phải là bị giao sạt nâng cứ phải bật chùm môi và bật từ môi lợi đôi bị giáo được cái thằng bọt đại miên bị giáoอย่างไง hay là sạt thang so sẽ to những thò rồi ẩm nâng sạt thang chỉ thua để sầm đáy oi cát bị giáoอย่างไง đò sạp trên chân nẹ cứ sầm đáy thua oi bo để bố tu so nó mình oi khô ưu tiên thà nịch trà cứ thà đạo ở chom về tạ sang kha ra nó cứ thà này dây ở chom còn oi bà làm khôi so hay là sạp chuyên chân nè này hay đào từ kê và lại bà đại con nắng bà thà sầm đáy nâng oi vừa group bo để bố sạp còn oi khoa một khoa khôi chẳng á được thà này cha vẽ tạ sang kha ra chắc đạo màu cùng này cha sang kha ra thấy việc bật vẽ tạ môi cả đảo chẳng còn mọi việc bật chẳng hạn nó hà thà bà rệ bọn nàng cứ ở việc pin bò để bồ nên hồi mùi tiết miệng bọt thà bà rệ sọt hàng nó cứ sầm đánh ở bò để sọt cứ mình oi chụp bốc chụp ball giấy ọt đăng chọp tần á giấy chỉ tư bay tên nu miên nè sầm đai trắng chương cao trên thành giấy thế nhận nhóm ọt đăng thế khơi thành dây ru chân đấu cha bắt nó đang hồ mà tại sừng dụng nó tần á hồ bị chọp tần á vì ọt bông sở rốc xịt đây oi dân sắc xa bà nó nắng chung một thằng mình bò để sọt đáy đó chân xịt đây bò để sọt ní cứ không này thà này dây thua mình oi chụp bò mình oi chụp bò thì bờ cứ xua màu ấy chẳng cũng chết là viên chơi chom từ người ta mình chết từ nó hà tập bò để sọt bà
ឥឡូវយើងចេះមួយហើយពាក្យថាទេសនាលំអបត់ដើមលំអបត់កណ្ដាលលំអបត់ចុងក្នុងន័យមួយដែលយកគាថាមួយមកចែកជា4ចំណែកណាជួនចែកជា4ចំណែកបត់ខាងដើមហៅថាបត់ផ្នែកខាងដើមហៅថាមួយបត់ខាងដើមហៅថាខាងដើមពីរបត់កណ្ដាលហៅថាកណ្ដាលមួយបត់ខាងចុងហៅថាបត់ចុងហ្នឹងន័យមួយន័យទី2បល័យលោកថាមិនចេះអេកានុសន្តិកាសៈសុតតាសនិទានងអាតិអនុសន្ធិមច្ឆੰអ៊ីតមវោចាតេអបបណ្ណាបរិយោសានੰចឹងន័យទី2លោកបញ្ជាក់ថាចំពោះប្រសូតដែលមានអនុសន្ធិតែមួយនិទានជាខាងដើមអនុសន្ធិជាកណ្ដាលផ្នែកចប់ប្រសូតដែលមានបទថាអ៊ីតមវោចៈជាខាងចុងហ្នឹងអញ្ចឹងនេះជាលក្ខណៈទេសនាដែលមានលំអបត់ដើមឧទាហរណ៍ថាមានរឿងអីមានរឿងអីចឹងទៅក៏រៀបរាប់ពីនិទានមកអាហ្នឹងហៅថាបត់ខាងដើមដល់ពេលអនុសន្ធិភ្ជាប់មកជាមួយនឹងអ្វីដែលនិយាយពេលហ្នឹងណាអាហ្នឹងហៅថាកណ្ដាលហ្នឹងហើយដល់មានអ៊ីតមវោចៈហ្នឹងព្រោះហេតុនោះបានជាចេះហ្នឹងអាហ្នឹងហៅថាបត់ខាងចុងណាបត់ខាងចុងបាទអញ្ចឹងវាត្រូវមានសេចក្តីផ្ដើមកណ្ដាលបញ្ចប់ត្រឹមត្រូវនិយាយអត់ដឹងចប់ហើយមិនដឹងចង់ឲ្យគេចេះរឿងអីហ្នឹងមិនមែនល្អទេមិនមែនឈ្មោះថាទេសនាល្អទេហ្នឹងហើយអាហ្នឹងន័យទី2ហ្នឹងបើពាក់ព័ន្ធនឹងនិទានពាក់ព័ន្ធនឹងអីណាហើយមួយទៀតអនេកានុសន្ធិកាសៈបឋមោនុសន្ធិអាតិតតោបរាំងអេកោវាអេកេអនេកេវាមច្ឆੰបច្ឆេមាបរិយោសានੰហ្នឹងហើយបរិយោសានੰចំពោះប្រសូតដែលមានអនុសន្ធិច្រើនអញ្ចឹងវាមិនមែនលើកតែសូតមួយណាមិនមែននិទានតែមួយនិទានច្រើនអញ្ចឹងអនុសន្ធិទី1ជាខាងដើមអនុសន្ធិច្រើនតទៅទៀតហ្នឹងឬច្រើនអនុសន្ធិជាកណ្ដាលអនុសន្ធិចុងក្រោយជាខាងចុងអានេះបើមានអនុសន្ធិច្រើនមាននិទានច្រើនបាទអានឹងផ្នែកទេសនាធម៌ហ្នឹងលោកចែកជាលំអបត់ដើមលំអបត់កណ្ដាលលំអបត់ចុងហ្នឹងអញ្ចឹងហើយលោកបញ្ជាក់ទៀតថាអាយ៉ាងតាវៈទេសនាយនយោនេះជាន័យនៃទេសនាឥឡូវទៅយកន័យនៃសាសនធម៌ម្ដងសាសនធម៌មានន័យលំអអញ្ចឹងដែរតែលំអច្រើនន័យពីរោះអស្ចារ្យទៀតនេះសម្រាប់តអ្នកសិក្សាណាសិក្សាស្ដាប់យល់តទៅទៀតនេះគឺផ្នែកសាសនៈសាសនៈធម៌ហ្នឹងលោកសម្ដែងថាសាសនៈបណៈសីលੰអាតិសមាធិមច្ឆੰវិបស្សនាបរិយោសានੰនេះនិយាយជាសាសនៈធម៌ណាមិនមែននិយាយជាលក្ខណៈទេសម្ដងឯងគឺថាជាសាសនៈព្រហ្មចរិយធម៌តែម្ដងហ្នឹងហើយលោកពោលថាចំណែកសាសនៈធម៌សាសនៈសបណៈនេះបណៈចំណែកខាងសីលੰរីសិលអាតិជាខាងដើមសាសនៈសនៃសាសនាថានៃសាសនាអញ្ចឹងក៏បានដែរសាសនាសអញ្ចឹងពុទ្ធសាសនានេះមានសិលជាលំអខាងដើមណាមានសិលជាលំអខាងដើមហ្នឹងហើយសមាធិមច្ឆੰហើយមានសមាធិជាលំអកណ្ដាលវិបស្សនាបរិយោសានੰគឺមានវិបស្សនាហ្នឹងគឺជាលំអបត់ចុងអញ្ចឹងណាបាទហ្នឹងហើយហ្នឹងមន័យទៅណាមន័យទៅច្រើនយើងចេះប៉ុណ្ណឹងឬក៏យើងឲ្យសិលសមាធិបញ្ញាអញ្ចឹងក៏បានសិលសមាធិវិបស្សនាអញ្ចឹងក៏បានវិបស្សនាហ្នឹងយើងប្រើពាក្យបញ្ញាជំនួសបានបាទអានេះជាលំអនៃពុទ្ធសាសនាតែម្ដងអញ្ចឹងបើយើងចង់ឃើញថាតើពុទ្ធសាសនាហ្នឹងល្អអីហ្នឹងគឺត្រូវទៅចូលមើលលំអរបស់ពុទ្ធសាសនាហ្នឹងមានអាក្រក់ទេតើសិលហ្នឹងមានអាក្រក់ទេតើសមាធិនេះមានអាក្រក់ទេតើវិបស្សនាឬបញ្ញាហ្នឹងអាក្រក់ទេអត់មានអាក្រក់ទេឃើញទេយើងចេះតែវិនិច្ឆ័យពុទ្ធសាសនាយ៉ាងនេះយ៉ាងនោះហ្នឹងគឺយើងមិនស្គាល់ថាពុទ្ធសាសនាជាអ្វីណាអញ្ចឹងពុទ្ធសាសនាដែលមានលំអនោះលោកប្រាប់តើពុទ្ធសាសនាល្អយ៉ាងម៉េច
ពុទ្ធសាសនាល្អខាងដើមសិលខាងកណ្ដាលសមាធិខាងចុងបញ្ញាអាហ្នឹងន័យមួយន័យមួយទៀតសមាធិអាតិវិបស្សនាមជ្ឈំមគ្គោបរិយោសានណាអាហ្នឹងន័យកាន់តែជ្រៅទៅកាន់តែខ្ពស់ទៅថាម្យ៉ាងទៀតវិបស្សនាគឺហៅថាលំអបត់ដើមណាហើយមគ្គគឺការសម្រេចជាមគ្គហ្នឹងសម្រេចមគ្គសោតាបត្តមគ្គសកតាគេមគ្គអនាគេមគ្គអរហត្តមគ្គហ្នឹងឯងការសម្រេចមគ្គហ្នឹងឯងគឺជាលំអបត់កណ្ដាលហើយផលដែលកើតឡើងតាមក្រោយហ្នឹងហៅថាលំអបត់ចុងឃើញទេហើយអស្ចារ្យឃើញទេខ្ញុំដូចជាអានរំលងម្ដងទៀតសមាធិជាខាងដើមវិបស្សនាជាកណ្ដាលមគ្គជាខាងចុងអាហ្នឹងមុនសិនបាទហ្នឹងទៅទី3មិញណាម្ដងទៀតទី2សិលជាទី1ម្ដងទៀតទី1សិលជាខាងដើមសមាធិជាកណ្ដាលហើយបញ្ញាជាខាងចុងឬក៏វិបស្សនាណាដល់នៃទី2គឺសមាធិអាតិវិបស្សនាមជ្ឈមគ្គោបរិយោសានហ្នឹងហើយគឺសមាធិយកជាខាងដើមម្ដងសមាធិជាខាងដើមវិបស្សនាឬក៏បញ្ញាហ្នឹងបញ្ញាថ្នាក់វិបស្សនានេះជាកណ្ដាលហើយការសម្រេចមគ្គហ្នឹងឯងមគ្គដែលកើតឡើងហ្នឹងជាខាងចុងអូពីរោះណាខ្ញុំពីរោះបើអ្នកស្រាប់មិនពីរោះមិនដឹងហ្នឹងហើយនឹងនៃទី2នៃទី3គឺវិបស្សនាវិអាតិមគ្គោមជ្ឈំហើយផលាំងបរិយោសានណាវិបស្សនាវាអាតិណាវានឹងឬថាបល័យថាឬថាវិបស្សនាវាអាតិគឺវិបស្សនាជាខាងដើមមគ្គោមជ្ឈំមគ្គហ្នឹងគឺជាកណ្ដាលមគ្គហ្នឹងគឺការដែលសម្រេចមគ្គកើតឡើងណាដូចជាសោតាបត្តមគ្គជាដើមហ្នឹងហើយផលាំងបរិយោសានហ្នឹងហើយផលហ្នឹងជាបរិយោសានហ្នឹងទី3ណាទី3តអញ្ចឹងទៅមានន័យទី4ទៀតន័យទី4លំអពុទ្ធសាសនាហ្នឹងគឺមគ្គោវេអាតិផលាំងមជ្ឈំនៅពេលហ្នឹងបរិយោសានហ្នឹងលោកលើកអញ្ចឹងវិញថាការសម្រេចមគ្គហ្នឹងឯងគឺជាខាងដើមណាលំអខាងដើមហើយសម្រេចផលជាលំអកណ្ដាលការឃើញច្បាស់នៅព្រះនិព្វានហ្នឹងគឺលំអខាងចុងណាអញ្ចឹងមគ្គជាខាងដើមផលកណ្ដាលនិព្វានខាងចុងមគ្គោវេអាតិផលាំងមជ្ឈំនិព្វានហ្នឹងបរិយោសានហ្នឹងហើយអញ្ចឹងកាលណាបើយើងសិក្សាចូលទៅដល់តួពុទ្ធសាសនាមែនទែនល្អអ្វីម្លេះវាគ្មានស្អីគួរឲ្យយើងទៅសោះយើងទៅរាល់ថ្ងៃទៅតែកន្លែងសត្វលោកហ្នឹងយើងទៅរាល់ថ្ងៃយើងអត់បានទៅឃើញលំអពុទ្ធសាសនាទេយើងទៅជាមួយភិក្ខុសាមណេរទៅជាមួយតាជីដូនជីទៅជាមួយតែអ្នកមានកន្លែងហ្នឹងឃើញទេយើងវាខាំងរាំងស្ទះយើងមិនឲ្យចូលទៅឃើញលំអពុទ្ធសាសនាដែលជាមាគ៌ាដឹកនាំជីវិតយើងឲ្យដល់នៅសេចក្តីបរិសុទ្ធហ្នឹងគឺថាយើងចូលអត់ដល់យើងចូលអត់ដល់ទេហ្នឹងហើយត្រូវកិលេសរបស់មនុស្សដទៃហ្នឹងធ្វើរាំងស្ទះនៅកុសលរបស់យើងទៅវិញគិតទៅដែលយើងចេះតែសម្លឹងទោសនៅនេះនៅនោះហើយឲ្យយើងឃ្លាតឆ្ងាយពីធម៌វិន័យហ្នឹងគឺមានន័យថាកុសលយើងចាញ់កិលេសគេចាញ់ទាំងកិលេសគេចាញ់ទាំងកិលេសយើងឧទាហរណ៍ចេះឧទាហរណ៍ថាមានភិក្ខុសាមណេរណាមួយលោកប្រព្រឹត្តអាក្រក់ចឹងទៅវាមិនប្រព្រឹត្តអាក្រក់ដោយកិលេសលោកហ្នឹងកិលេសលោកហ្នឹងធ្វើឲ្យលោកធ្វើខុសហើយវាជាអារម្មណ៍នៃចិត្តប្រកាន់របស់យើងអញ្ចឹងឯនោះក៏កិលេសរបស់លោកឯនេះក៏កិលេសរបស់យើងវាផ្គុំគ្នាឡើងទៅធ្វើឲ្យយើងកាន់តែឆ្ងាយពីធម៌វិន័យមែនតែនអញ្ចឹងទៅហ្នឹងហើយប៉ុន្តែបើយើងបានសិក្សាដោយសទ្ធាចំពោះធម៌វិន័យហ្នឹងយ៉ាងពិតប្រាកដហើយអត់មានកិលេសណាមករំខានយើងបានទេយើងនៅតែចូលទៅដល់មេគាពធហើយដល់នៅសភាពសុខតិចផ្លូវចិត្តរហូតទៅបើទោះជាមកពិភពលោកគេលែងគោរពលែងប្រតិបត្តិនៅរឿងរបស់គេតែខ្ញុំឃើញរបស់ល្អខ្ញុំអត់ចោលទេឃើញទេអញ្ចឹងហ្នឹងហើយនៃមួយយ៉ាងទៀតទ្វេវាកយរមេនេសីលសមាធិយោអាតិវិបស្សនាមគ្គោមជ្ឈំផលនិព្វានានិបរិយោសានហ្នឹងនៃទី5នៃចុងក្រោយពុទ្ធសាសនាចង់វិនិច្ឆ័យពុទ្ធសាសនាគឺត្រូវ5នៃហ្នឹងហើយម្យ៉ាងទៀតការធ្វើឲ្យជាគូគ្នាគឺសិលនិងសមាធិជាខាងដើមវិបស្សនានិងមគ្គជាកណ្ដាលផលនិងនិព្វានជាខាងចុងអាហ្នឹងតួពុទ្ធសាសនាដែលមានលំអហ្នឹងចឹង
នឹងតែលំអទាំង5នេះមិនអាចធម្មកថាយកមកសម្ដែងឲ្យយើងសង្កេតបានទេគឺត្រូវសង្កេតដោយការសិក្សាដោយខ្លួនយើងដោយការសិក្សាដោយការប្រតិបត្តិដោយការអនុវត្តដោយខ្លួនយើងទើបយើងចូលទៅដល់លំអទាំង5ហ្នឹងក៏ប៉ុន្តែលំអបត់ដើមបត់កណ្ដាលបត់ចុងដែលយើងអាចងាយនឹងដឹងបានគឺអាស្រ័យការស្ដាប់ទៅលើធម្មកថាអ្នកសម្ដែងនៅខាងលើឯណោះលើ3មិញណាចាំចាក់ស្ដាប់ឡើងវិញចង់ដឹងនឹងអត្ថកថាលោកបញ្ជាក់ច្បាស់អញ្ចឹងហើយអឺចង់ដឹងថាតួពុទ្ធសាសនានឹងល្អបែបម៉េចហ្នឹងគឺត្រូវសិក្សា5ចំណុចនេះដែលខ្ញុំលើកឡើងនេះហ្នឹងហើយទី1ខ្ញុំលើកសារឡើងវិញណាកុំឲ្យមើលវត្តកុំឲ្យមើលសំណង់កុំឲ្យមើលទៅលើមនុស្សគឺថាមើលទៅដល់តួពុទ្ធសាសនាមែនទែនទៅយើងអាចយកកម្រងដ៏ល្អនៃពុទ្ធសាសនាយកមកដាក់ក្នុងចិត្តរបស់យើងនៅគ្រប់គ្នាគ្រប់ព្រះអង្គទោះនៅក្នុងព្រៃកន្លែងណាក៏ដោយក៏លំអហ្នឹងនៅតែជាអលង្ការរបស់យើងទាំងអស់គ្នាបានទី1ម្ដងទៀតហ្នឹងហើយទី1គឺសាសនស័ក្តិបណ្ណសីលੰអាតិហ្នឹងហើយអញ្ចឹងទី1លំអពុទ្ធសាសនាគឺសីលੰអាតិសេទុកក៏បានដែរសីលੰអាតិខ្ញុំហៅឲ្យណាអ្នកចង់ដឹងទី1គឺសីលੰអាតិសស្រីលសអំដកឃ្លាអាតិអស្រែតោស្រែនេះប្រែថាសិលជាខាងដើមណាសិលជាខាងដើមសមាធិហើយដកឃ្លាមច្ឆੰសមោស្រអាធោស្រែទៅហើយដកឃ្លាមច្ឆੰមកជួជើងឈរស្រអំនរណាសរសេរលឿនអាចខមមិនដាក់ក្នុងនឹងចែកគ្នារៀនមកហ្នឹងហើយសមាធិជាកណ្ដាលណាហើយមួយទៀតវិបស្សនាវោស្រែបសយើងសណូស្រអាវិបស្សនាដកឃ្លាបរិយោសានੰបរិយោសានੰបរោស្រអេយោស្រអោសស្រអាណូស្រអំអាហ្នឹងយើងឆ្វេងយល់អំពីលំអពុទ្ធសាសនាហ្នឹងហើយម្ដងទៀតខ្ញុំខ្លីៗឡើងវិញសីលੰអាតិសិលជាខាងដើមសមាធិមច្ឆੰសមាធិជាកណ្ដាលវិបស្សនាបរិយោសានੰវិបស្សនាគឺខាងចុងជាខាងចុងហ្នឹងលំអពុទ្ធសាសនាទី1មាន3ហ្នឹងលំអពុទ្ធសាសនានៃទី2បាទនៃទី2សមាធិអាតិសមាធិជាខាងដើមសមាធិឲ្យដកឃ្លាទៅអាតិសមាធិជាខាងដើមវិបស្សនាមច្ឆੰបួស្រែបយើងសបសយើងសស្អាតវិបស្សនាយើងសេសេហើយដកឃ្លាទៅមច្ឆੰមកចូលយើងឈរស្រោមវិបស្សនាជាកណ្ដាលណាហើយចុងក្រោយមគ្គោមកគោជើងគោស្រោមគ្គោហើយដកឃ្លាទៅបរិយោសានੰខ្ញុំទៅរៀងលឿនទៅគីឡូយើងចង់សរសេរក៏បានដែរនៅពេលដែលចប់ live យើងអាចផុសសរសេរបានខ្ញុំអានឲ្យបាទហ្នឹងហើយក្នុងចំណុចទី2ម្ដងទៀតខ្ញុំថាឡើងវិញសមាធិអាតិសមាធិជាខាងដើមវិបស្សនាដកឃ្លាមច្ឆੰវិបស្សនាជាកណ្ដាលមគ្គោដកឃ្លាបរិយោសានੰមគ្គជាបរិយោសានឬថាជាខាងចុងមគ្គោហ្នឹងគឺសោតាបត្តមៈសកតាគាមមៈអនាគាមមៈអរហត្តមៈហ្នឹងឯងនេះជាលំអពុទ្ធសាសនាទី2ទៅនៃលំអពុទ្ធសាសនាទី3គឺវិបស្សនាយើងចេះស្អីហើយវិបស្សនាដកឃ្លាអាតិវិបស្សនាជាខាងដើមហើយមគ្គោមកគោជើងគោស្រោដកឃ្លាទៅមច្ឆੰមកចូលជើងឈរស្រោមមគ្គោមច្ឆੰមគ្គជាកណ្ដាលហើយមួយទៀតផលាំងបរិយោសានੰផលាំងយើងសរសេរផលោស្រអំដកឃ្លាទៅបរិយោសានੰផលជាខាងចុងផលជាខាងចុងផលហ្នឹងគឺសោតាបត្តផលសកតាគាមិផលណាគាមិផលអរហត្តផលហ្នឹងហើយអាហ្នឹងលំអពុទ្ធសាសនាទី3អញ្ចឹងណាអញ្ចឹង3ដងវាឡើងទៅ9បាទណាឥឡូវលំអពុទ្ធសាសនា
ទី4 ចំណុចទី4 មគ្គោមកគោជើងគោស្រោអាតិយើងដកឃ្លាអាតិមកមគ្គជាខាងដើមផលាំងផលោស្រអំហើយដកឃ្លាមច្ឆាំងមកជួយជើងឈរស្រអំផលជាកណ្ដាលណាមគ្គផលយើងដឹងហើយមួយទៀតនិព្វានាំងណូស្រែពោជើងវស្រអាណូស្រអំនិព្វានាំងដកឃ្លាបរិយោសានាំងបស្រែរស្រែសំទោសបរស្រែយោស្រអោសស្រអាណូស្រអំហ្នឹងនិព្វានាំងដកឃ្លាបរិយោសានាំងនិព្វានជាបរិយោសានឬថានិព្វានជាខាងចុងឬក៏ជាបទខាងចុងនឹងន័យទី4ន័យទី5ន័យទី5ទ្វេវាកិរិយាមានន័យនេះមិនបាច់ទៅសេទេអាហ្នឹងក៏លោកគ្រាន់តែធ្វើឲ្យជាគូបើយើងយកជាមេតិកាហ្មងថាសីលសមាធិយោសស្រអីលោសមូលស្រអាធោយោស្រអោសីលសមាធិយោហើយដកឃ្លាអាតិប្រែថាសិលនិងសមាធិជាខាងដើមហើយមួយទៀតវិបស្សនាមគ្គមិនមគ្គោណាវិបស្សនាមគ្គពុបូក2ទៅយកវចនៈវិបស្សនាមគ្គសរសេរវស្រអេបសជាងសណូស្រអាមួគោជាងគោស្រអាវិបស្សនាមគ្គដកឃ្លាមច្ឆាំងមួចូលជាងឈរស្រអំមច្ឆាំងវិបស្សនានឹងមគ្គវិបស្សនានឹងមគ្គជាកណ្ដាលជាបទកណ្ដាលហើយចុងក្រោយផលនិព្វានានិផលោណូស្រអេពោជើងវស្រអាណូស្រអាណូស្រអេផលនិព្វានានិដកឃ្លាបរិយោសានាំងផលនិងនិព្វានជាខាងចុងបាទណែសង្ឃឹមថាមានអ្នកស្ដាប់ដោយមនសិការៈយកចិត្តទុកដាក់គ្រប់ពាក្យទាំងអស់ហ្នឹងហើយអាចជួយសរសេរធ្វើធម្មទានបន្តបានខ្ញុំគ្រាន់តែអានខ្ញុំមិនបានប្រែទេបាទប្រែហើយប៉ុន្តែមិនបានសរសេរសំទោសចឹងបងប្អូនយើងអាចគ្រាន់តែថាដាក់ចិត្តស្ដាប់ដោយល្អហើយណូតហើយយកទៅរៀនខ្លួនឯងឬក៏ចែកម្លែកធម្មទានទាំងល្អណាស់បាទចាំមើលមានអត់បើបានសរសេរឲ្យ complete ដាក់នៅក្នុង comment នឹងផង1ម៉ោងក្រោយខ្ញុំចូលមកមើលតើមានអត់បើអត់មានគឺពិតជាក្អមផ្កាប់ហ្នឹងហើយអញ្ចឹងនេះជាលំអពុទ្ធសាសនាណាអត់មានទៅរយណាទេអញ្ចឹងពុទ្ធសាសនានឹងថ្លៃថ្លាជានិច្ចណាថ្លៃថ្លាជានិច្ចអត់មានកលែងទៅកលែងទាស់កលែងទីពុទ្ធសាសនានឹងចេះពុទ្ធសាសនានឹងចុះអញ្ចឹងសួរសិនស្គាល់នៅពុទ្ធសាសនាស្អីគេណាហើយដល់ពេលពុទ្ធសាសនាស្អីទេខ្ញុំឃើញហើយអ្នកដែលគាត់ចោលពុទ្ធសាសនាអីចឹងទៅគាត់ទៅចូលអធិដ្ឋតិគាត់ថាអូគាត់ចូលពុទ្ធសាសនាយូរហើយវិញចេះវិញចោះហើយសួរស្គាល់នៅខ្ញុំទៅវត្តយូរហើយខ្ញុំទៅបម្រើលោកយូរហើយអូលោកនឹងពុទ្ធសាសនានេះទាំង5នេះគ្មានរាប់លោករាប់ប្រសក់ណាចូលទេណាគឺសុទ្ធតែជាមាគ៌ាក្នុងការប្រតិបត្តិទាំងអស់ទូពុទ្ធសាសនានោះគ្មានតម្រង់ទេគ្មានស្អីយើងមើលឃើញទេទល់តែបញ្ញាទៅមើលឃើញមានសទ្ធានិងបញ្ញាទេទទួលបានអញ្ចឹងអស្ចារ្យអញ្ចឹងណាបើយើងរបៀបសរសេរឲ្យមានរបៀបរៀបរយលំអពុទ្ធសាសនាណា5ប្រភេទឬក៏5ចំណុចអញ្ចឹងលេខ1ធំអញ្ចឹងមកហើយយើងដាក់រៀងលេខ1យើងដាក់ថាយើងដាក់ថាសីលੰអាតិសិលជាខាងដើមដាក់ឲ្យចុះបន្តមកលេខ2សមាធិមច្ឆាំងសមាធិជាកណ្ដាលហើយចុះបន្តមកដាក់លេខ3វិបស្សនាបរិយោសានាំងវិបស្សនាជាបទខាងចុងឬក៏ជាខាងចុងដាក់ចុះបន្តមកទៅលំអពុទ្ធសាសនាចំណុចទី2ដាក់លេខធំ2មកហើយយើងដាក់លេខ1ម្ដងទៀតមកដាក់ថាសមាធិអាតិសមាធិជាខាងដើមហើយចុះបន្តដាក់លេខ2មកវិបស្សនាមច្ឆាំងវិបស្សនាជាកណ្ដាលចុះបន្តមកទៀតដាក់លេខ3មកមគ្គោបរិយោសានាំងមគ្គជាខាងចុងអញ្ចឹងចប់មកវគ្គទៀតយើងលំអពុទ្ធសាសនាលក្ខណៈទី3ណាលក្ខណៈលំអពុទ្ធសាសនាទី3ដាក់លេខ3ធំមកដើម្បីកុំឲ្យច្រឡំគ្នា
វិបស្សនាអាតិហ្នឹងដាក់លេខ1តូចមកវិបស្សនាអាតិវិបស្សនាជាខាងដើមចូលបន្តមកទៀតដាក់លេខ2តូចមកមគ្គោមច្ឆੰមគ្គជាកណ្ដាលចូលបន្តមួយទៀតមកដាក់លេខ3តូចមកផលាំងបរិយោសានាងផលជាខាងចុងអញ្ចឹងយើងចុះបន្តដាក់លេខ4ធំមកលក្ខណៈលំអពុទ្ធសាសនាលក្ខណៈទី4ឬក៏ចំណុចទី4អញ្ចឹងដាក់លេខ1តូចមកមគ្គោអាតិមគ្គជាខាងដើមចុះបន្តដាក់លេខតូចមួយទៀតមកលេខ2ផលាំងមច្ឆੰផលជាកណ្ដាលដាក់លេខ3មកនិព្វានបរិយោសាននិព្វានជាខាងចុងចុះបន្តថាលក្ខណៈឬក៏លំអពុទ្ធសាសនាប្រការទី5អញ្ចឹងមកហើយដាក់លេខ1ទួយទៀតមកដាក់ថាសីលសមាធិយោអាតិសិលនិងសមាធិជាខាងដើមដាក់លេខ2មកវិបស្សនាមគ្គោមច្ឆੰវិបស្សនានិងមគ្គជាកណ្ដាលផលនិព្វាននានិបរិយោសាននឹងផលនិងនិព្វានជាខាងចុងនឹងចឹងហ្នឹងហើយឲ្យប៉ុណ្ណឹងជាធម្មទានព្រឹកនេះរសៀលនេះម៉ោង 7:03 ហើយបាទហ្នឹងហើយអញ្ចឹងវិលមកខាងដើមព្រោះអត្ថកថាលោកបញ្យលនៅក្នុងបទហ្នឹងវាដល់រឿងលំអហ្នឹងវាពាក្យប៉ុនពាក្យលំអពាក្យអីហ្នឹងខ្ញុំបញ្យលបន្ថែមតាមអត្ថកថាបាទហើយអត្ថកថាលោកក៏បញ្យលពាក្យហ្នឹងឲ្យកាន់តែយើងយកចិត្តទុកដាក់ថាបុគ្គលដូចក្អមផ្កាប់ហ្នឹងណាហ្នឹងដូចក្អមផ្កាប់ហ្នឹងប្រៀបដូចជាពេលស្ដាប់ពធហ្នឹងគឺមិនយកចិត្តទុកដាក់ទេហ្នឹងហើយគឺអង្គុយលើអាសនៈស្ដាប់ធម៌ហ្នឹងគឺប្រៀបដូចជាក្អមផ្កាប់ឯគេចាក់ទឹកដាក់ពីលើទៅវាហូរចេញអស់ចឹងវាអត់នៅគឺការដែលមិនយកចិត្តទុកដាក់នឹងឯងចឹងប្រហែលថ្ងៃទៀតនេះខ្ញុំទៅស្រុកខ្មែរហ្នឹងសង្ឃឹមថាពេលមកជួបគ្នាសន្ទនាធម៌កុំភ្លេចរឿងក្អមផ្កាប់ក្អមផ្ងាហ្នឹងធ្វើខ្លួនយើងជាក្អមអីជួបគ្នា1ម៉ោង2ម៉ោងអីចឹងព្រោះពេលខ្លះខ្ញុំត្រូវធ្វើដំណើរឆ្ងាយទៅដល់រតនគិរីទៅដល់អីដូចជាស្ទឹងត្រែងដែរហ្នឹងហើយទៅជុំគ្នាហ្នឹងពេលវេលាយើងមានតែ1ម៉ោង2ម៉ោងអីទេប៉ុន្តែខ្ញុំធ្វើដំណើរមួយថ្ងៃទល់យប់អាហ្នឹងគួរឲ្យតម្លៃការងារនឹងផងគ្រាន់តែទូរស័ព្ទបិទដែរហ្នឹងមិនបាច់មកទេមកក្អមកាប់ដដែលហ្នឹងហើយគួរតែរៀបអេរិយាបថថាធ្វើម៉េចឲ្យបានប្រយោជន៍ទាំងអស់គ្នាហ្នឹងហើយ silent ទៅឬក៏បិទមួយរយៈទៅនរណាសំខាន់ខ្លះលោកគ្រូគាត់មិនតន់ទេចាំចប់ចាំសារស្ដាប់ទៅយើងអាចផុសបានអញ្ចឹងណាខ្ញុំទៅលឿនហ្នឹងដោយសារពេលដែលចប់ទៅយើងអាចចុចផ្អាកបានសរសេរបានបាទហ្នឹងហើយទីហោថាអូនណាសំខាន់ប្រាប់កូនអើយឪមានកិច្ចសន្ទនាធម៌2ម៉ោងកូនបិទទូរស័ព្ទហើយឪនៅនេះហ្នឹងមានរឿងអីចាំនិយាយគ្នាក្រោយនរណាដែលសំខាន់ការងារសំខាន់បងអូធ្វើអញ្ចឹងឲ្យបានមើលឲ្យដឹងថាប្រហែលម៉ោងដែលយើងជុំគ្នាហ្នឹងគុំមិនមែនជាក្អមផ្កាប់ទេគឺជាក្អមផ្ងាបាទហើយបុគ្គលដែលដូចជាថ្នាក់ដាច់នោះលោកលើកពាក្យថាអាកណ្ណានិហ្នឹងប្រែថាដែលរសាទុកពេលយើងបរិភោគហ្នឹងដាក់ថ្នាក់លើភ្លៅយ៉ាងអញ្ចឹងវាមានភ្លៅទ្រពីក្រោមអញ្ចឹងចេះតែមិនអីទេនៅតែពីហូបចុកអីបានអញ្ចឹងទៅប៉ុន្តែដល់ពេលក្រោកចេញទៅដោយការមិនចាប់អារម្មណ៍ក៏វាជ្រុះអស់ទៅដោយការស្ដាប់ហ្នឹងស្ដាប់យកចិត្តទុកដាក់ដែរក៏ប៉ុន្តែវាមិនស៊ីជម្រៅឬវាមិនឲ្យសេចក្តីសំខាន់ហ្មងចប់ពីហ្នឹងទៅក៏ហីទៅសបោអញ្ចឹងក៏សបោដែរឃើញទៅការសម្ដែងធម៌ការចែកពធគឺជាការចែកចំណេះដឹងគឺជាការដែលត្រូវសិក្សារៀនសូត្រចម្រើនបញ្ញាមិនមែនជាការបង្ក្រប់កិច្ចដូចអ្វីដែលយើងធ្លាប់ធ្វើមកទេហើយបើនៅតែធ្វើដោយផ្កប់ក្អមផ្កាប់អញ្ចឹងស្ដាប់100 1000រោងទៀតក៏វាមិនកើតបញ្ញាដែរអញ្ចឹងណាបាទ
នឹងហើយលោកមិនជាបញ្យលច្រើនជាង3ដកប្រហែលទេតែបញ្យលបន្ថែមតិចតួចប៉ុន្តែខ្ញុំគិតថាអឺមិនជាបន្តអីទៀតទេប៉ុន្តែខ្ញុំចង់បញ្ជាក់បន្តិចគាថាចុងក្រោយព្រះអង្គណាក្នុងសូត្រនឹងដដែលណាបាទតន់ចប់ទេមិញចប់ថាព្រះអង្គសម្ដែងទូទៅតែមិនតន់សរុបព្រះអង្គពោលជាគាថាឥឡូវខ្ញុំលើកគាថាចុងបញ្ចប់បាទព្រះអង្គសម្ដែងសរសើរហើយនឹងបូកសរុបគាថាហ្នឹងពីរោះទៀតពីរោះសម្រាប់តែសទ្ធាទេបើអត់សទ្ធាអត់ព្រោះអវៈកុច្ចបញ្ញោបរិសោទុំមេធោអានេះនៅក្នុងទំព័រ74ណាគេលោកមើលឃើញ74កន្លែងគាថាកន្លែងអសររៀងខ្លីៗនេះមិនវែងពីដើមដល់ចុងឯងគេខ្លីៗនេះអវៈកុច្ចបញ្ញោបរិសោទុំមេធោវិចក្ខណោអភិក្ខណង្បេជេហោតិគន្វាភិក្ខុណសន្តិកេតាមភិក្ខុណងសន្តិកេអាតឹងកថាយៈមច្ឆញ្ចៈបរិយោសានញ្ចៈអាតិសោឧក្កហេតុងអ្នកសកោតិបញ្ញាហេសៈអ្នកវិជ្ជតិបរោះមានប្រាជ្ញាដូចក្អមផ្កាប់គឺជាអ្នកឥតប្រាជ្ញាអញ្ចឹងតែផ្កាប់អីគឺអត់បញ្ញាទេកាលហ្នឹងទោះនៅក្នុងឆ្លាតយ៉ាងណាក៏ដោយប៉ុន្តែបើផ្កាប់ហើយវាគ្មានកើតបញ្ញាស្អីទេឃើញទេគណៈនោះណាបងបញ្ជាក់គឺជាអ្នកឥតប្រាជ្ញាឥតសេចក្តីពិចារណាបរោះមានសភាពដូច្នោះទុកជាចូលទៅកាន់សំណាក់ភិក្ខុទាំងឡាយសូម្បីរឿយក៏មិនអាចដើម្បីរៀនធัวត្រង់ខាងដើមត្រង់កណ្ដាលត្រង់ខាងចុងនៃកថានោះបានព្រោះថាប្រាជ្ញាមិនមានដល់បុគ្គលនោះឡើយឃើញទេផ្កាប់អីហ្នឹងផ្កាប់អីអត់យកចិត្តទៅដាក់ស្ដាប់ហ្នឹងនឹងកើតបញ្ញាមកពីណាអត់ឧច្ឆង្គបញ្ញោបរិសោសាយោអេតេនៈវុជតិអភិក្ខណង្បេជេហោតិគន្វាភិក្ខុណសន្តិកេអាតឹងកថាយៈមច្ឆញ្ចៈបរិយោសានញ្ចៈតាតិសោនិសិណោអាសនេតាស្មឹងឧកហេតវានៈព្យញ្ញនាំងវុទ្ធិតោណបជានេតិកហេតាំងហេសៈមុសតិហ្នឹងហើយបរោះមានប្រាជ្ញាដូចថ្នាក់លិចហ្នឹងថ្នាក់វាមិនចិត្តណាតថាគតពោលថាប្រសើរជាងបរោះមានប្រាជ្ញាដូចក្អមផ្កាប់នោះគាត់បើដែរបានអង្គុយស្ដាប់គណៈនងអង្គុយស្ដាប់យកចិត្តទុកដាក់ដែរប្រៀបដូចជាបានអង្គុយបរិភោគម្ហូបនៅក្នុងថ្នាក់ពេលអង្គុយបរោះមានសភាពដូច្នោះបើទុកជាចូលទៅកាន់សំណាក់នៃភិក្ខុទាំងឡាយសូម្បីរឿយអង្គុយលើអាសនៈនោះរៀនធัวខាងដើមត្រង់កណ្ដាលត្រង់ខាងចុងនៃកថានោះបានដែរតែលុះក្រោកចេញទៅក៏កំណត់ចាំព្យញ្ជនៈមិនបានព្រោះថាបរោះនោះភ្លេចព្យញ្ជនៈដែលខ្លួនរៀនហើយណាយើងស្ដាប់ហើយហ្នឹងហើយស្ដាប់យកចិត្តទុកដាក់ទៅហើយគឺខ្វះការឲ្យតម្លៃខ្វះការយកចិត្តទុកដាក់ទៅចឹងទៅវាងាយនឹងភ្លេចទៅវិញយ៉ាងឆាប់រហ័សវាមិនចម្លែកទេដូចខ្ញុំលើកខាងដើមអញ្ចឹងថាគ្មានពីណាឆ្លាតជាងពីណាប៉ុន្មានទេគាត់ថាតើយើងយកអាភាពឆ្លាតរបស់យើងនឹងយកទៅដាក់លើរឿងអីហ្នឹងហើយអ្នកខ្លះឆ្លាតទៅលេងបៀលេងអីអូស្គាល់ស្លឹកបៀទាំងអស់ខ្ញុំអត់ស្គាល់ស្គាល់កាចាស់កមុំហើយរាប់ក្រប1 2 3អត់វាមិនដែលថ្នឹកលេងគេដូច្នេះអត់ហ្នឹងហើយទៅទៀតពុទ្ធបញ្ញោចបរិសោសាយោអេតេនៈវុជតិអភិក្ខណង្បេជេហោតិគន្វាភិក្ខុណសន្តិកេអាតឹងកថាយៈមច្ឆញ្ចៈបរិយោសានញ្ចៈអាតិសោនិសិណោអាសនេតាស្មឹងឧកហេតវាព្យញ្ជនំថេរេតិសេតសង្កបោអព្យកមនសោនរោធម្មេនុធម្មបដិបណ្ណោទុក្ខសន្តការោសយាតិហ្នឹងហើយចំណែកខាងបរោះមានប្រាជ្ញាដ៏ទូលាយតថាគតពោលថាប្រសើរជាងបរោះមានប្រាជ្ញាដូចថ្នាក់លិចនោះទៀតបរោះមានសភាពដូច្នោះកាលបើចូលទៅកាន់សំណាក់នៃភិក្ខុទាំងឡាយសូម្បីរឿយអង្គុយលើអាសនៈនោះរៀនធัวត្រង់ខាងដើមត្រង់កណ្ដាលត្រង់ខាងចុងនៃកថានោះចាំទុកនៅព្យញ្ជនៈបានជាជនមានតម្រេះដ៏ប្រសើរមានចិត្តឥតសង្ស័យជាអ្នកប្រតិបត្តិនៅធัวដ៏សមគួរដល់ធัวក៏បីធ្វើនៅទីបំផុតនៃទុក្ខបានឃើញទេ
ការដែលធ្វើទុកក្នុងចិត្តដោយល្អស្ដាប់ដោយល្អពិចារណាដោយល្អត្រួតត្រងចាំទុកដល់ល្អនឹងឯងពពុទ្ធបានបញ្ជាក់ហើយថានោះគឺជាការប្រតិបត្តិនៅធัวសមគួរដល់ធម៌មានអីពិសេសជាងការសិក្សារៀនសូត្រដោយល្អនឹងទៀតទេហ្នឹងអត់មានរឿងធ្វើអីទេណាគឺពាក្យព្រះអង្គថាអឺអឺធម្មានុធម្មបដិបណ្ណោទុក្ខខសន្តករោសយន្តិយើងនៅតែមិនកក់ក្ដៅក្នុងពាក្យថាបដិបត្តិរាល់ថ្ងៃហ្នឹងអញ្ចឹងបានមនុស្សដ៏ច្រើនណាស់ចិត្តតែលើកឡើងថាខ្ញុំនិយាយទៅធัวអត់ព្រមនិយាយរឿងប្រតិបត្តិមានន័យថាស្ដាប់អត់យល់ខ្វះមនសិការៈថាតើធម្មានុធម្មបដិបត្តិហ្នឹងស្អីគេប្រតិបត្តិនៅធัวសំគួរដល់ធัวហ្នឹងគឺវាប្រសូតចេញពីបរិយ័តដ៏ត្រឹមត្រូវហ្នឹងដែលដូចជាបុគ្គលអមផ្ងាហ្នឹងឯងតែកាលណាយើងក្អមផ្កាប់ប្រតិបត្តិអត់កើតទេផ្កាប់ទៅហើយហ្នឹងហើយបើដូចជាថ្នាក់លិចក៏មិនឈ្មោះថាធម្មានុធម្មបដិបត្តិដែរពីព្រោះអីយើងស្ដាប់ឧទាហរណ៍ទៅយូរបានស្ដាប់ម្ដងហើយដល់ស្ដាប់ហើយវាលិចបាត់អស់លីងហើយវាអត់មានអីមកក្នុងជីវិតប្រចាំថ្ងៃនេះទេប៉ុន្តែកាលណាឲ្យសេចក្តីសំខាន់ទៅលើពុទ្ធវចនៈស្ដាប់ក៏យកចិត្តទុកដាក់ស្ដាប់រួចហើយក៏យកមកផ្ទៀងផ្ទាត់នៅក្នុងជីវិតបច្ចុប្បន្ននឹងឯងហៅថាធម្មានុធម្មបដិបត្តិបាទហើយអត្ថកថាលោកបញ្ជាក់បន្ថែមថាធម្មានុធម្មបដិបត្តិហ្នឹងគឺជាការបដិបត្តិនៅធัวសំគួរដល់ធัวគឺសំដៅដល់បដិបត្តិជាបដិបត្តិខាងដើមព្រមទាំងសិលហើយបទថាសំទោសសេចក្តីថាបដិបត្តិសំគួរដល់លោកុត្តរធម៌9មគ្គ4ផល4និព្វានមួយនឹងឯងដែលមានសិលជាខាងដើមហ្នឹងហើយទុក្ខសៈហ្នឹងគឺសំដៅដល់វត្តទុក្ខនឹងឯងហ្នឹងហើយអញ្ចឹងខ្ញុំសូមបញ្ចប់នៅការចែកធម្មទានព្រឹកនេះតែប៉ុណ្ណេះបាទសង្ឃឹមថាយើងអាចយល់ថារាល់ការដែលយើងស្ដាប់ធម៌ឬក៏សិក្សាធម៌ហ្នឹងតើយើងជាបុគ្គលក្អមផ្ងាឬក៏ក្អមផ្កាប់ឬក៏ថ្នាក់លិចបាទហើយយើងដាក់បន្ទុកខ្លួនឯងអញ្ចឹងខ្ញុំសូមនមស្ការនិងជម្រាបលា